មានកាត់ទី1ហើយកាត់ទី2ខ្ញុំដាក់លេខឲ្យហ្នឹងអាចមើលបានផ្ដោតអារម្មណ៍ហើយយើងនឹងចាប់ផ្ដើមអានកាត់ទី1មុនគេអូខេសម្រាប់ energy អ្នកដែលយកកាតទី1នេះខ្ញុំឃើញថាអ្នកទាំងអស់គ្នាគឺផ្ដោតទៅលើគោលដៅរបស់អ្នកទាំងអស់គ្នាដោតទៅលើការងាររបស់អ្នកទាំងអស់គ្នាឬក៏របររស់ស៊ីរបស់អ្នកទាំងអស់គ្នាច្រើនមែនទែនមើលទៅអ្នកទាំងអស់គ្នាអាចនឹងរៀងឈឺក្បាលបន្តិចឬក៏មើលទៅចាស់ទុំជាងមុនដែរខ្ញុំនិយាយពីសភាពរបស់អ្នកទាំងអស់គ្នាសិនអញ្ចឹងអ្នកទាំងអស់គ្នាមើលទៅមានភាពចាស់ទុំជាងមុនគិតច្រើនជាងមុនវាថាយើងគិតបានស៊ីជម្រៅជាងមុនអត់ដូចពីមុនណាព្រោះអីកាតរបស់អ្នកទាំងអស់គ្នាគឺ King of Swords អញ្ចឹងទៅកាតហ្នឹងក៏រៀងធំដែរគ្រាន់ថាវាផ្ដោតទៅលើវិជ្ជាជីវៈការងាររបស់អ្នកទាំងអស់គ្នាអញ្ចឹងមកន័យថាបច្ចុប្បន្នហ្នឹងគឺអ្នកទាំងអស់គ្នាផ្ដោតទៅលើតែរឿងហ្នឹងឯងហើយខ្ញុំឃើញថាអ្នកទាំងអស់គ្នាកំពុងតែសម្លឹងមើលទៅគោលដៅមួយទៀតដូចអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាកំពុងតែចង់ធ្វើអីមួយអញ្ចឹងណាប៉ុន្តែគ្រាន់តែអ្នកទាំងអស់គ្នានៅតាក់ទើអត់ទាន់ហ៊ានសម្រេចចិត្តដើរចេញទៅធ្វើវានៅតាក់ទើអញ្ចឹងណាប៉ុន្តែក៏បានប្រុងប្រៀបខ្លះហើយដែរហើយអ្នកទាំងអស់គ្នាមើលទៅអាចនឹងធ្វើការយប់ច្រើនមែនតើអាចនឹងហត់នឿយឬក៏ជាមនុស្សដែលចូលចិត្តធ្វើការពេលយប់អញ្ចឹងទៅអាការធ្វើការពេលយប់ហ្នឹងវាអាចនឹងប៉ះពាល់តិចតួចវាធ្វើឲ្យអ្នកទាំងអស់គ្នារៀងហត់នឿយអញ្ចឹងណាមើលទៅរៀងចាស់ជាងមុនអីដែរជាមួយនឹងអាស្ថានភាពផ្លូវកាយរបស់អ្នកទាំងអស់គ្នាបើស្ថានភាពផ្លូវចិត្តគឺឃើញអ្នកទាំងអស់គ្នាមុតមមវាថាដឹងថាខ្លាញ់ចង់បានអីចង់ធ្វើអីគ្រាន់តែមានបញ្ហាខ្លះវាមកដែរធ្វើអ្នកនរគ្នាគិតច្រើននិយាយថាវាបញ្ហាហ្នឹងវាមកយើងត្រូវគិតថាគួរដោះស្រាយបែបណាគួរតែធ្វើបែបណាឬក៏អាគោលដៅបន្ទាប់ដែលអ្នកនរគ្នាចង់ធ្វើនឹងអ្នកនរគ្នាចង់ថាគួរធ្វើបែបណាអញ្ចឹងណាគ្រាន់ថាខ្ញុំឃើញថាអ្នកនរគ្នាធ្វើនិយាយថាគោលដៅហ្នឹងរឿងច្បាស់អាចនឹងចេញទៅធ្វើប៉ុន្តែបើការសម្រាប់ពេលស្ថានភាពធម៌ពលរបស់អ្នកនរគ្នាឥឡូវហ្នឹងគឺស្ថានភាពធម៌ពលរបស់អ្នកនរគ្នាទោះបីជាមានកង្វល់មានការគិតច្រើនយ៉ាងណាក៏ដោយក៏ធម៌ពលរបស់អ្នកនរគ្នាគឺល្អវាថា positive ពីក្នុង positive ខ្លាំងគ្រាន់តែរូបរាងកាយអាចនឹងរៀងទ្រុឌទ្រោមដូចខ្ញុំនិយាយអញ្ចឹងដោយសារអ្នកនរគ្នាធ្វើការយប់ច្រើនពេកប៉ុន្តែពីខាងក្នុងផ្លូវចិត្តអីគឺល្អហ្មងហើយឃើញថាអ្នកនរគ្នាអាចនឹងចេញទៅធ្វើកិច្ចការនឹងគាត់ថាមានឥឡូវកំពុងតែគិតកំពុងតែពិចារណាដោយសារមានបញ្ហាមួយចំនួនដែរធ្វើឲ្យអ្នកនរគ្នាអត់ទាន់ហ៊ានចេញទៅធ្វើអញ្ចឹងណាអាចនៅកំពុងស្រឡឹងមើលសិនរោដោះស្រាយបញ្ហាដែលចម្បងនៅចំពោះមុខអីសិនអញ្ចឹងណាតែអារឿងហ្នឹងពាក់ព័ន្ធនឹងការងារសម្រាប់ energy របស់អ្នកនរគ្នាគឺអ្នកនរគ្នាអាចនឹងទៅធ្វើរឿងនឹងបានអត់មានបញ្ហាទេព្រោះអ្នកនរគ្នាមានគោលដៅច្បាស់លាស់ហើយក៏នឹង commit នឹងដោះស្រាយបញ្ហាដែលវារាំងស្ទះផ្លូវរបស់អ្នកនរគ្នាឲ្យទៅធ្វើនឹងឯងគាត់ថាព្យាយាមថែរក្សាសុខភាពផ្លូវកាយរបស់អ្នកនរគ្នាផងទោះបីជាសុខភាពផ្លូវចិត្តឥឡូវរៀងក្រាន់បើប្រសើរជាងមុនយ៉ាងណាក៏ដោយតែកុំភ្លេច